បាទសួស្តីបាទពុកម៉ែបងប្អូនបាទនេះថ្ងៃនេះខ្ញុំបាទមានជាប្រភេទចម្លាក់បាទដែលសាងចេញបាទពីបញ្ញាក្អែកបាទនឹងប្រភេទបាទខ្លឹមវ៉ក្លូតបាទហើយស្រោបអ៊ីណុករួចហើយបងប្អូនហើយអង្គខ្លះក៏ផន់បងដែលគាត់បាទចែកជាវហើយអញ្ចឹងបងប្អូនមាននិស្ស័យបាទអាចចែកជាវបានហើយក៏អាចតាក់ទងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទបាទ085786935បាទនឹងគឺជាលេខ Telegram ហើយមួយប្រព័ន្ធទៀតបាទគឺ087បាទ574443បាទហ្នឹងហើយទើបស្រោបហើយបាទមកដល់ល្ងាចមិញបងប្អូនអញ្ចឹងយប់មិញអត់បានថតបង្ហាញថ្ងៃនេះបាទសូមបង្ហាញពុកម៉ែបងប្អូនបន្តិចបាទតោះមុនពួកខ្ញុំបង្ហាញបាទរបស់បងប្រុសដែលគាត់បាទចែកជាវហើយនេះអញ្ចឹងខ្ញុំចងបោះចំណាំដោយសារមានប្រងប្រនាគបាទ2អង្គបាទខ្លាចច្រឡំបាទអញ្ចឹងមួយអង្គនេះបាទគឺគាត់បាទចែកជាវរួចហើយបាទព្រះអង្គប្រនាគសាងពីបញ្ញាក្អែកកន្ទួតព្រៃបងប្អូនបាទបាទមួយអង្គនេះអត់តមានម្ចាស់ទេបងប្អូននេះសម្រាប់បងដែលបាទមាននិស្ស័យបាទអាចចែកជាវបានបាទត្រូវប្រេងទៅបាទឡើងក្រហមងៅហើយបងប្អូនរៀងចង់កម្ៅវិញហើយបាទមានខ្សែកបាទខ្វះបតោងអញ្ចឹងបងអាចចែកជាវបានបាទហើយបាទនេះជាប្រភេទបញ្ញាក្អែកដើមឫស្សីបាទនេះក៏បងប្រុសបាទម្នាក់ដែលគាត់ឲ្យខ្ញុំស្រោបឲ្យដែរបាទបញ្ញាក្អែកដើមឫស្សីសាងបាទព្រះអង្គកវ៉ាមតិបាទដៃ10នេះ3ទិសពុកម៉ែបងប្អូនបាទនេះក៏មានម្ចាស់ដែរបងប្អូនបាទនេះបញ្ញាកន្ទួតអធិស្ឋានបញ្ញាក្រងបាទខ្ញុំពីច្រើនអាចច្រឡំកន្ទួតព្រៃជាមួយក្រងបាទនេះបាទសាច់រឿងចាស់ល្អបាទដោយសារអង្គក្រងបាទទំហំប៉ុណ្ណេះគឺធំបញ្ញាអង្គក្រងកម្រមានដៃធំដែរហ្នឹងបងប្អូនបាទអញ្ចឹងមានម្ចាស់ហើយបាទថ្ងៃហ្នឹងវិចចប់ផ្ញើឲ្យគាត់ដែរបាទហើយក្រៅពីហ្នឹងបាទសុទ្ធតែមិនទាន់មានម្ចាស់ទេអញ្ចឹងបងអាចបាទចែកជាវបានអញ្ចឹងខ្ញុំបង្ហាញពីខ្លឹមវ៉ក្លូតសិនបាទនៃប្រភេទនាងពួនខ្លឹមក្លូតបាទខ្មៅល្អណាបងប្អូនបាទសាងព្រះអង្គបិទមុខឬក៏ព្រះអង្គកវ៉ាមតិបាទនេះដៃ6បងប្អូនបាទបាទនេះមួយអង្គទៀតបាទប្រភេទព្រះអង្គប្រនាគបាទនេះក៏ខ្លឹមវ៉ក្លូតដែរបងប្អូនបាទសម្បុរប៉ុណ្ណេះបាទគឺខ្មៅល្អហើយបាទមានបងខ្លះគាត់សួររកខ្លឹមវ៉ក្លូតតែរកខ្មៅក្រឹបបាទនិយាយទៅបើខ្លឹមវ៉ក្លូតគឺគ្មានទេបងប្អូនឲ្យខ្មៅក្រឹបមកគឺគ្មានទេបាទត្រូវប្រេងទៅឡើងពណ៌ប៉ុណ្ណេះហ្នឹងគឺពិសេសហើយបាទហើយសិតតែចម្រាញ់ខ្លឹមដែលខ្ញុំយកទៅឆ្លាក់នេះសិតតែប្រភេទខ្លឹមតាន់ឬខ្លឹមឈើហើយបងប្អូនបាទជាប្រភេទវល្លិបងប្អូនមិនមែនជាប្រភេទដើមឈើទេហើយខ្លឹមប៉ុណ្ណេះហើយបាទហើយបើថាឲ្យខ្មៅក្រឹបគឺគ្មានទេបងប្អូនព្រោះប្រភេទខ្លឹមក្លូតគឺឡាយបងប្អូនរៀងឡាយជាសរសៃហ៎បងប្អូនបាទតែបើថាយើងខាត់ហើយយើងអាសាកាន់អាសាថែនឹងអាចនឹងឡើងកម្ៅតែបើថាឲ្យខ្មៅក្រឹបដូចជាឈើខ្មៅឬរកាខ្មៅឬក៏ដូចខ្លឹម7អីអត់ទេបាទបងប្អូនបាទនេះđâyខ្ញុំធ្លាប់កាន់បាទយូរដែរអញ្ចឹងខ្ញុំអាចដឹងតិចតួចដែរប្រភេទខ្លឹមវ៉ក្លូតហើយបើបាទពេលយើងខាត់សម្អាតឬក៏យើងកាត់អីក្លិនឈួលប្លែកពីក្លឹមដតីដែរបងប្អូនឈួលក្លិនដឹងមកហ្នឹងឲ្យតែក្លឹមតាន់ណាបងប្អូនបាទនេះមាន2អង្គទៀតសាងពីបញ្ញាកន្ទួតព្រៃដែរបាទនេះបងប្អូនបាទស្រោបហើយដែរលោកតាសៃគង់លើខ្លាបាទសម្រាប់បងប្អូនដែលមាននិស្ស័យបាទស្រោបរួចរាល់ជាការស្រេចអត់ពិបាកផ្ញើទៅបាទ
ជាងស្រោបបន្តទៀតទេបាទសាច់រៀងខ្លឹមមួយនេះបាទមកអោហ្នឹងសាច់រៀងខ្លឹមបាទបងប្អូនបាទខ្លះគាត់ចង់ផ្ញើឲ្យជាងឆ្លាក់បើគិតទៅបាទទាំងផ្ញើទាំងផ្ញើទៅផ្ញើមកគេគិតសេវា2តង់បាទឧទាហរណ៍ផ្ញើ10000មក10000 20000ហើយផ្ញើទៅស្រោប2តង់ទៀតបាទឧទាហរណ៍ផ្ញើ10000មក10000អស់40000បាទហើយអញ្ចឹងយើងបាទជាវស្រាប់ទៅមិនស្រួលហើយធានាជូនបាទរបស់សុតបាទថាបញ្ញាក្អែកអីគឺបញ្ញាក្អែកហ្នឹងហើយបងខ្លះក៏គាត់បាទលេងខាងបញ្ញាក្អែកគាត់គ្រាន់តែឃើញគ្រាន់តែកលេចគាត់ស្គាល់បាទតែសំខាន់បើយើងដូចខ្ញុំឯអ្នកចែករំលែកចេះបើថាអត់មានភាពស្មោះត្រង់ទេបាទគឺអត់ចម្រុំចម្រើនទេរកកាន់តែដាក់រកកាន់តែនិយាយនោះថារលាយដូចទឹកណាបងប្អូនបើយើងអត់ស្មោះត្រង់បាទហើយអ្នកមួយខ្ញុំជាអ្នកដើរព្រៃដែរអញ្ចឹងត្រូវតែមានភាពសច្ចៈទៀងត្រង់បាទតែសម្រាប់អ្នកផ្សេងខ្ញុំអត់ដឹងអីតែសម្រាប់ខ្ញុំខ្លួនខ្ញុំមួយបាទខ្ញុំឃើញអីខ្ញុំនិយាយតែតាមការពិតបាទខ្ញុំអាចបកស្រាយបានខ្ញុំបកស្រាយតែបើអត់អាចបកស្រាយបានទេខ្ញុំអត់ហ៊ានទេព្រោះយើងខ្លាចនិយាយទៅវាមានការខុសឆ្គងលើសលួសបាទដោយសារយើងអត់ដឹងច្បាស់បាទនេះព្រះអង្គកណេះបាទស្រោបហើយដែរបងប្អូននេះក៏ជាប្រភេទបញ្ញាកន្ទួតព្រៃដែរបងប្អូនបាទភាសានេះគឺខ្ញុំបាទឲ្យជាងបាទសាងពីបញ្ញាកន្ទួតព្រៃបាទច្រើនដែរបាទនេះសំណប់ចិត្តដែរបងប្អូននេះព្រះអង្គហេវជ្រៈបាទជន់មាអញ្ចឹងបងប្អូននេះបាទដៃច្រើនណាប្រកេះក៏ច្រើនដែរណាបាទខ្ញុំឲ្យជាងគាត់ឆ្លាក់ប៉ាណូបាទនេះចឹងមានប៉ុណ្ណឹងអង្គដែរបងប្អូនមាននិស្ស័យបាទអាចចែកជាវបានបាទហើយមួយរយៈនេះមានបងបាទគាត់ផ្ញើបាទឆ្លាក់ខ្ទង់បាន3 4អង្គទៀតអញ្ចឹងបងបាទចង់បានចម្លាក់អ្វីអាចកំងបានខ្ញុំបាទនឹងផ្ញើឲ្យជាងឆ្លាក់អញ្ចឹងណាបងប្អូនបាទហើយរាល់កំហុសខុសឆ្គងក្នុងវីដេអូសូមពុកម៉ែបងប្អូនអធិស្ឋានផងបាទអញ្ចឹងវីដេអូខ្ញុំបាទគឺមានតែប៉ុណ្្នឹងទេបាទសូមអរគុណច្រើនសូមជម្រាបលាបាទជួបគ្នាវីដេអូក្រោយទៀត